រឿងព្រេងតាក់ទងទៅនឹងទំនៀមនៅពេលមានជំងឺឲ្យសែនព្រេងខ្មោចជីដូនជីតាកាលនោះមានព្រះមហាក្សត្រមួយអង្គនៅនគរមិថិលាដាក់រាជ្យសម្បត្តិប្រគល់ឲ្យរាជបុត្រហើយចេញទៅបួសធ្វើជាតាបសនៅក្នុងព្រៃភ្នំម្នាក់ឯងខំប្រព្រឹត្តសច្ចទានត្រង់ក្នុងសាល6យូរទៅក៏បានសម្រេចឈានលោកីមានអាយុវែងជាង 10000 ឆ្នាំពុកចង្ការដោះចាក់កណ្ដាញដូចឫស្សីល្មមសច្ចាពពេធ្វើសម្បុកពងបានមហាឥសីនោះមានឈ្មោះ3ខ្លះហៅថាឥសីមិថលាតាមនាមដើមដែលលោកធ្វើជាស្ដេចខ្លះហៅថាឥសីសាញ់តាមពុកចង្ការចាក់កណ្ដាញដូចឫស្សីចំណែកខ្លះទៀតហៅថាឥសីស្រឹងព្រោះលោកអង្គុយឈាន5ថ្ងៃខ្យល់ភ្លៀងមិនហ៊ានក្រោកទៅណាហេតុដែលលោកខំទ្រាំយ៉ាងនេះមកពីអាណិតសត្វចាស់ពពេកដែលបានកាត់សម្បុកពងនៅក្នុងពុកចង្ការគាត់ចាស់ពពេកនោះជាសត្វប្រច័ណ្ឌឈ្មោះណាស់សុកចិត្តទុកឈ្មោះឲ្យនៅក្រាបពងឯមេសុចិត្តហារកចំណីអាហារមកចិញ្ចឹមរាល់ថ្ងៃជាធម្មតាសម័យមួយពពេចឈ្មោលនិយាយនឹងពពេចញីថាកានអើយកានអាណិតបងរយជើងរយស្លាប់ណាស់ឲ្យបងសុំហៅទៅរកស៊ីម្ដងគ្រាន់បានលត់សរសៃសសងធូរចិត្តដើមលុះពពេចញីក៏យល់ព្រមហើយពពេចឈ្មោលគិតថារូបអញនេះដូចគេទៅរួចពីទោសຕົកនៅក្នុងគុកច្រវាក់អញនឹងហើត្រេចលែងឲ្យអស់ពេញមួយថ្ងៃគិតហើយក៏ស្ទុះស្ទាបោះពួយភ្លើនផ្លាស់ទៅដាច់ឆ្ងាយស្រយាលស្វែងរកស៊ីផលព្រឹកព្រៃនិងក្រែបជញ្ជក់រស់ផ្កាលុះល្ងាចប្រឡូបទៅត្រឡប់មកវិញពពេចញីមួម៉ៅក្តៅចិត្តឥតកណនាថាអើអ្នកឯងហើយអីក៏ដើមម្លឹងបានគេបើកដៃឲ្យទៅក៏ទៅអស់ពេញមួយថ្ងៃតាមទំនឹងចិត្តឥតគិតប្រពន្ធកូនសោះអ្នកមកវិញធ្វើអីស្មាននេះធ្វើនឹងមិននៅត្រេកត្រអាលនឹងសាហាយថ្មីឲ្យស្កាប់ស្កល់ទៅចុះរវល់មកគិតអីមកមេកញ្ចាស់ស្លាប់កន្ត្រកនេះអញ្ជើញទៅវិញចុះកុំទៅទាល់ពុពេចឈ្មោលអង្វរដូចម្ដេចក៏ពុពេចញីមិនព្រមជឿស្ដាប់ប្រាប់ដូចម្ដេចក៏មិនព្រមយកបាក់សាបាក់សៃទាំងអស់នឹងរកសត្វណាឲ្យចេះសម្ដីហូរឥតអាក់ដូចសត្វចាពុពេចនេះគ្មានទេពុពេចឈ្មោលតប្រាជ្ញាក៏ស្បាត់ឲ្យពុពេចញីថាបើការឯងមិនជឿបងការជាតិណាទៅមុខទៀតឲ្យបងរងកម្មពៀដូចតាមហាឥសីនេះចុះឲ្យស្លាប់តែនឹងហាភ្លៀងថ្ងៃខ្យល់មិនទៅណារួចនេះបើបងក្បត់ចិត្តកានឯងមែនមហាឥសីលឺដូច្នោះនឹកក្តៅចិត្តថាយើអបាយដកតងសច្ចាពពេចនេះអញអាណិតមេតាវាកំទ្រាំឈរជៀនឲ្យពងវាញាស់កូនទៅមិនហ៊ានក្រោកទៅណាចុះម្ដេចក៏អាចោដេរិតគ្មានសញ្ញាហ៊ានយកឯងទៅស្បាត់ឲ្យប្រពន្ធវាលែងជាល្បែងឯងជាមនុស្សបាបរងកម្មពៀវិញអាចោនេះស្ដីចំចំណុចគួរឲ្យខឹងអត់មិនបានឥសីបាច់សម្បុកនៅនឹងពុកចង្ការច្របាច់ពងបាច់អស់បោះចោលទៅវេលានោះឥសីដាច់ឈានលោកីហោះហើរលេងរួចតែរតនុភាពនៅពូកែដូចដើមក៏ត្រេះរិះថាព្រោះតែខ្មោចអាសត្វចាពពេចនេះឯងទើបបានជាអញដាច់ឈានអញនឹងនៅបួសយូរទៅទៀតក៏ជាការឥតអំពើគិតសាប់ទៅគួរតែសឹកយកប្រពន្ធម្ដងទៀតចុះព្រោះនៅយូរមិនអត់ចិត្តអស់បងនឹងមុតសង្សារសោះបំណាច់ប៉ុនសัตว์ដរិឆានតូចមិនដេចគង់វាចេះមានគូតែឥឡូវនឹងសឹកទៅដណ្ដឹងកូនគេមកជីគេមិនអោយទេព្រោះតែគេមើលមកឯងចាស់ហួសពេកទៅហើយបើដូច្នោះអញនឹងដើររកក្លឹមគ្រឹស្នាយកមកជប់ជាស្ត្រីក្រមុំម្នាក់ຕົកធ្វើជាប្រពន្ធវិញគឺដូច្នេះហើយក៏ទៅរកក្លឹមច័ន្ទគ្រឹស្នាយកមកឆ្លាក់ធ្វើជារូបស្ត្រីបានស្រេចក៏តាំងប្រសិទ្ធិជប់ឲ្យមានជីវិតដូចជាមនុស្សឡើងនាងនោះល្អណាស់ប្រៀបផ្ទឹមឧបមាពុនបានឥសីក៏សឹកមករួមវាសនានឹងនាងនោះទៅរួចនាំនាងចេញពីព្រៃចូលមករកនៅក្នុងស្រុកភូមិជាមួយនឹងគេនាងនោះក៏មានឈ្មោះ3ដែរអ្នកខ្លះហៅនាងថាបូច័ន្ទអ្នកខ្លះទៀតហៅនាងក្រអូបឯអ្នកខ្លះទៀតក៏ហៅថាស្រីល្អលុះនៅរួមសក់ទុកជាមួយគ្នាបន្តិចទៅបង្កើតបានជាកូនស្រីម្នាក់កូននោះកើតមកមានតែជំងឺឈឺស្គមកំប្រឹងកំប្រួយគ្មានសាច់ឈាមសោះ
បណ្ឌិតអេសីតោះតម្រេះនឹងមើលកូននោះក៏ពិចារណាថាពីបុរាណអង្គវែងមកបើកូនក្មេងឈឺដូច្នោះអញធ្លាប់ឃើញតែគេឧបទេសសែនព្រេងនឹងជាវិញគួរអញសែនព្រេងឲ្យវាម្ដងមើលបណ្ឌិតអេសីក៏រៀបតាក់តែងជាក្បួនសែនហើយមានបញ្ចុះគាថាខាងចុងសូត្រថាហូឡូស្វាហាយៈសូត្រសែនគ្រប់3ដងកូននោះក៏បានជាស្រាមានសាច់ឈាមឡើងវិញបណ្ឌិតអេសីក៏សន្មតឈ្មោះឲ្យហៅតាមគាថាថានាងស្វាហាយៈក្បួននោះហៅថាកុមារដនសម្រាប់សែនព្រេងឲ្យក្មេងប្រុសស្រីនៅវេលាដែលមានជំងឺឈឺហើយចេះតែមិនបានប្រកបមកបណ្ដាជនទាំងអស់ក៏ជឿធ្វើតាមតម្រាប់បណ្ឌិតអេសីតរៀងមកដល់ឥឡូវមួយចំណែកនេះហៅថាអេសីកាសិកមនុស្សយើងបើឈឺលុះតែមានខ្មោចបិសាចវាធ្វើទៅឈឺបើនឹងស្លាប់លុះតែទេវតាឲ្យស្លាប់ទៅស្លាប់បានខ្មោចនោះទៀតក៏មិនក្រៅពីខ្មោចជីដូនជីតាឪពុកម្ដាយបងប្អូនដែលស្លាប់ទៅមុខទាំងប៉ុន្មាននោះទេត្រូវតែរំលឹកកូនរំលឹកឈ្មោះសែនព្រេងឲ្យស៊ីទើបបានសេចក្តីសុខបើមិនសែនព្រេងឲ្យទេមេបាចាស់ទុំនោះនឹងដឹងថាកូនចៅមិននឹកមិននីទើបធ្វើតនកម្មឲ្យឈឺទុរន្តរាឬឲ្យដល់ស្លាប់ក៏មានរបៀបសែនព្រេងនេះមានធ្វើអង្វែងឆ្នាំហើយដោយគេជឿជាក់ថាសែនឲ្យខ្មោចជីដូនជីតានិងឪពុកម្ដាយការសែនព្រេងនោះទៀតមិនមែនធ្វើចំពោះតែអ្នកមានជំងឺឈឺស្កាត់ឬផ្សំគុំកូនចៅជាប្តីប្រពន្ធដែលគួរតែសែនព្រេនប្តឹងខ្មោចជីដូនជីតាឪពុកម្ដាយប៉ុណ្ណោះទេសូម្បីតែបងប្អូនសាច់សាលោហិតទៅមកដល់ពីស្រុកឆ្ងាយក៏គេនាំគ្នាកាប់មាន់កាប់ទារៀបបាយទឹកសែនព្រេងដូច្នោះដែរឯស្រាបាយនិងមាន់ស្ងោរនោះជារបស់ដូចជារៀបទទួលជាកិត្តិយសចំពោះអ្នកដំណើរដែលអស់កម្លាំងឲ្យសប្បាយរីករាយទៅវិញម្យ៉ាងទៀតគួរឲ្យតែពិភ័លឆ្ងល់ពេកដែលចាស់បុរាណតែងយល់ថាចំពោះអ្នកដែលស្លាប់ទៅហើយទោះជាឈ្មោះណាធ្វើបុណ្យទានច្រើនក្តីធ្វើបាបច្រើនក្តីវេលាដែលស្លាប់ទៅហើយមិនលឺថាទៅឋានសួគ៌ឬនរកសោះដូចជាប្រលឹងគេនៅវល់ចាំស៊ីសំណែនហើយការយល់ដូច្នេះហើយនាំគ្នាសែនដូចជាមិនសូវសមសោះឡើយ